សួស្តីបងប្អូនអរគ្នាថ្ងៃហ្នឹងខ្ញុំមកដល់កញ្ចក់នៅហាងកញ្ចក់គាត់វាយទម្លុះយកអាហ្នឹងយកទៅធ្វើថ្មីបាទឥឡូវនេះក្រុមការងារយើងកំពុងជាកៅវាក្រាស់ដែរបងប្អូនកៅវាក្រាស់អញ្ចឹងយើងចំណាយពេលជាកៅហ្នឹងវាយូរដែរអញ្ចឹងការងារយើងតែពិតកញ្ចក់យើងអាចដោះតែមួយផ្លែតលឿនទេប៉ុន្តែសំខាន់គឺកៅដែលនៅជាប់នៅនឹងកៅវាជាប់ខ្លាំងមែនតើយើងត្រូវដោះយើងត្រូវជាវាម្ដងមកឆ្នោតម្ដងមកឆ្នោតខាងក្នុងហើយនិងខាងក្រៅបងប្អូនឥឡូវយើងលើកកញ្ចក់ដោះមួយចេញវឹងអូខេអញ្ចឹងមើលទៅថាយើងបានជាកញ្ចក់ទី2ទាំងទី2បងប្អូនមើលទៅការជាហ្នឹងក៏ពិបាកដែរបងប្អូនវាភាសាយើងត្រូវការគ្នា2នាក់ដើម្បីដោះជាខាងក្រៅនិងខាងក្នុងអញ្ចឹងយើងជានេះយើងជាតែ2ផ្លែក៏ប៉ុតទេបងប្អូនចាំមើលខ្ញុំឲ្យគាត់ជាផ្លែកបទី1ខាងក្រោមតមកជាខាងលើតែ2ផ្លែកបទេបងប្អូនគឺដាច់តែម្ដងដាច់ទាញយើងអាចទាញមកបានហើយអញ្ចឹងនេះយើងយកអាដៃកោះនីវវាមកគម្របជើងនីវវាមកហើយវាមានកណ្ដោអញ្ចឹងដើម្បីលើកអាហ្នឹងបានយើងត្រូវលើកកញ្ចក់ហ្នឹងឡើងហើយផុតពីកណ្ដោហ្នឹងបានយើងអាចដោះកញ្ចក់បានបងប្អូនក្រុមការងារខ្ញុំបានមើលថាវាអាចដោះបានហើយក៏ចាប់ផ្ដើមចាប់ជប់ឲ្យជាប់មកដើម្បីលើកប៉ុន្តែវានៅជាប់កៅខាងលើទៀតបងប្អូនកៅវាជាប់បន្តិចគឺក៏វាអាចជាប់ធ្វើឲ្យកញ្ចក់យើងណែនមិនអាចដោះបានដែរបងប្អូនអញ្ចឹងណាជាផលលំបាករបស់យើងអញ្ចឹងតែពិតកញ្ចក់មិនសិនជាកៅរបូតហើយយើងអាចដោះលឿនទេបងប្អូនអញ្ចឹងយើងដោះហើយ3ប្រឡោះនេះហើយនឹង2ប្រឡោះខាងក្នុងនេះហើយយើងនៅសល់មួយជួរនេះទៀតបងប្អូនអញ្ចឹងចាំមើលខ្ញុំដោះទាំងអស់ហើយខ្ញុំថតជូនបងប្អូនមើលណាបងប្អូនបងប្អូនមានតម្រូវការចង់ដោះកញ្ចក់ធ្វើកញ្ចក់ដាក់នៅហាងថ្មីបងប្អូនអាចទំនាក់ទំនងមកខាងយើងបានព្រោះយើងមានទទួលសេវាកម្មអស់ហើយយើងមានទទួលពិគ្រោះពិភាក្សាជាមួយនឹងការតម្លើងកញ្ចក់តម្លៃកញ្ចក់អីហ្នឹងយើងអាចពិភាក្សាគ្នាបានបងប្អូនគាត់ថាឆាតមកក្នុង Telegram យើងមកឬក៏ក្នុង account TikTok ក៏បានដែរបងប្អូនបើតែប្រទេសតាម Telegram វាលឿនជាងអញ្ចឹងបងប្អូនអាចក្នុងការទំនាក់ទំនងមកព្រោះយើងនឹងជជែកគ្នាពីគម្រោងវាតម្លៃអីអញ្ចឹងណាបងប្អូននេះជាអាគារដែលខ្ញុំធ្វើឲ្យមានភាពស្អាតណាបងប្អូននេះឃើញបងប្អូននេះឃើញហើយកញ្ចក់10លីខាន់អញ្ចឹងដាក់នៅហាងកាហ្វេនិងកញ្ចក់កោងអញ្ចឹងគឺស្អាតមែនទែនបងប្អូនចង់បងប្អូនមានបរិការកុំភ្លេចតាក់ទងណាអរគុណច្រើន